ឈប់តើអ្នកចង់ធ្វើអីអ្នកនាងសុំទោសតើអ្នកនាងមានការលំបាកក្នុងការសម្អាតសម្រាមតាមផ្លូវនេះដែរឬទេអ្នកមើលមកខ្ញុំក៏គ្រេចណាស់តើខ្ញុំមិនអាចធ្វើការយ៉ាងលំបាកយ៉ាងដូចម្តេចទៅបាទអញ្ចឹងខ្ញុំឲ្យកាតនេះតែអ្នកនាងតើអ្នកចង់មានន័យដូចម្តេចនៅក្នុងកាតនេះគឺជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ខ្ញុំហើយខ្ញុំឲ្យវាតែអ្នកប្រុសស្អាតខ្ញុំមើលទៅទឹកមុខស្លេកហើយនឹងការដកដង្ហើមរបស់អ្នកដូចជាខ្សោយខ្លាំងណាស់ខ្ញុំគិតថាអ្នកគួរតែទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពទៅល្អជាងកុំព្រួយខ្ញុំមិនមែនជាមនុស្សកុហកទេខ្ញុំគឺជាអ្នកគ្រប់គ្រងចំនួនទី23នៃគ្រួសារហេនខ្ញុំមានជំងឺដែលមិនអាចព្យាបាលបានវេជ្ជបណ្ឌិតបាននិយាយថាខ្ញុំមានពេលវេលារស់នៅត្រឹមតែ3ថ្ងៃទៀតតែប៉ុណ្ណោះខ្ញុំឃើញថាអ្នកធ្វើការយ៉ាងលំបាកដើម្បីសម្អាតតាមផ្លូវដូច្នេះអ្នកយកលុយនេះហើយទៅរស់នៅក្នុងជីវិតដែលមានសេរីភាពទៅចុះខ្ញុំបានលើយូរណាស់ហើយអំពីជំងឺចម្លែកដែលបានកើតឡើងចំពោះអ្នកស្នងរត់នៃគ្រួសារហានមនុស្សគ្រប់គ្នាមានជីវិតផ្ទាល់ខ្លួនរបស់ពួកគេដូច្នេះបានជាខ្ញុំមិនទៅជួយអ្នកអញ្ចឹងខ្ញុំនឹងព្យាបាលឲ្យអ្នកតើអ្នកហ៊ានកុហកថានឹងព្យាបាលលោកប្រុសតូចរបស់ខ្ញុំបានដែររបៀបណាសូមលោកកុំរំខានខ្ញុំនៅពេលដែលខ្ញុំធ្វើរោគវិនិច្ឆ័យអ្នកជំងឺសេរីរាង្គទាំង5របស់លោកត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរសេរីរាង្គទាំង5មួយផ្សេងទៀតនៅក្នុងរាងកាយរបស់លោកក៏បានធ្លាក់ចុះផងដែរអញ្ចឹងវាប្រកាសណាស់ជំងឺរបស់អ្នកគឺមិនអាចទ្រាំទ្រទៀតបានទេប៉ុន្តែសំណាងហើយដែលលោកបានមកជួបខ្ញុំថាម៉េចតើអ្នកអាចព្យាបាលខ្ញុំបានតាមមែនទេទុកឲ្យលោកប្រុសតូចនៃគ្រួសារហានឲ្យពួកយើងមើលវិញខ្ញុំគឺជាស្ដេចពេទ្យខ្ញុំចង់ពិនិត្យជីពចររបស់លោកប្រុសវិញខ្ញុំគឺជាពេទ្យអាទិទេពខ្ញុំចង់ពិនិត្យជីពចរឲ្យលោកប្រុសហានដែរខ្ញុំគឺជាពេទ្យទេវតាខ្ញុំចង់ពិនិត្យជីពចរឲ្យលោកប្រុសហានដែរពួកយើងទាំងអស់គ្នាអាចជួយព្យាបាលឲ្យលោកហ៊ានបានជាសះស្បើយឡើងវិញវិជ្ជាបណ្ឌិតដែលល្បីជាងគេនៅលើពិភពលោកបានបង្ហាញខ្លួនជាមួយគ្នាខ្ញុំជឿថាពួកគេប្រកាសជាអាចជួយលោកប្រុសបានទេអ្នកខុសហើយព្រោះគេមិនអាចជួយគាត់បានទេឯងគ្រាន់តែជាអ្នកបោះសម្រាមហេតុអ្វីបានជាហ៊ាននិយាយអ្វីដោយមិនដឹងខ្យល់អីពីមុខខ្ញុំទៀតពិតមែនហើយខ្ញុំគឺជាពេទ្យជីដូនជីដែលរបស់ខ្ញុំបានសិក្សាផ្នែកវ៉ាស្គ្រូសាររបស់ខ្ញុំគឺជាគ្រូសាពេទ្យចំណែកអ្នកវិញគ្រាន់តែជាអ្នកសម្អាតផ្លូវតែប៉ុណ្ណោះតើអ្នកសមនឹងនិយាយបែបនេះទេពិតមែនហើយនិយាយអ្វីមិនចេះមើលខ្លួនឯងទេត្រឹមតែជាអ្នកសម្អាតផ្លូវតើដឹងអីទៅបើទោះបីជាស្ត្រីម្នាក់នេះគឺជាអ្នកសម្អាតតាមផ្លូវក៏ដោយលោកប្រុសហានវិជ្ជាបណ្ឌិតទាំង3នាក់សូមតាមខ្ញុំដើម្បីទៅផ្ទះហើយជួយព្យាបាលលោកប្រុសតូចរបស់ខ្ញុំបានពួកយើងនឹងទទួលយកនៅការស្នើសុំរបស់អ្នកនាងតើអ្នកនាងចង់ទៅជាមួយនឹងពួកយើងដែរឬទេលោកប្រុសតូចនៃគ្រួសារហានគឺជាមនុស្សល្អម្នាក់វាពិតជារឿងមួយដែលគួរសោកស្ដាយណាស់ប្រសិនបើគាត់ស្លាប់ទាំងវ័យក្មេងបែបនេះល្អណាស់សូមអញ្ជើញអ្នកនាងចូលក្នុងឡានទៅជាមួយពួកយើងទេខ្ញុំមានឡានរបស់ខ្ញុំហើយគ្រាន់តែនាំផ្លូវទៅបានហើយលោកស្រីនេះគឺជាស្ដេចថ្នាំនេះគឺជាទេវតាហើយនិងអាទិទេពថ្នាំគឺជាវិជ្ជាបណ្ឌិតទាំង3នាក់មកទីនេះដើម្បីជួយព្យាបាលជំងឺឲ្យលោកប្រុសតូចអូល្អណាស់វិជ្ជបណ្ឌិតដ៏អស្ចារ្យទាំង3នាក់បានមកទីនេះដើម្បីជួយអាជីហើយល្អណាស់កូនប្រុសរបស់ខ្ញុំប្រកាសជាអាចជាឡើងវិញមនុស្សស្រីហ៊ានតើអ្វីដែលលោកស្រីបាននិយាយថាឲ្យតែនរណាអាចព្យាបាលកូនប្រុសរបស់លោកស្រីជាសះស្បើយលោកស្រីឲ្យពួកយើងរៀបការជាមួយនឹងគាត់បានចូលមកក្នុងគ្រួសារហ៊ានហើយតើវាជាការពិតដែរឬទេប្រសិនបើពេទ្យទេវតាពិតជាអាចព្យាបាលគាត់បានមែនខ្ញុំនឹងមិនលេបពាក្យសម្ដីរបស់ខ្ញុំនោះទេបើអញ្ចឹងយើងនឹងធ្វើទៅតាមនេះទៅចុះគេជាប្រុសក្មេងហើយស្អាតខ្ញុំប្រកាសជារៀបការជាមួយនឹងគាត់មិនខានសូមអញ្ជើញពិនិត្យចម្លែកណាស់ពិតជាចម្លែកខ្លាំងណាស់តែនេះគឺជាជំងឺប្រភេទអីទៅសំបីតែស្ដេចថ្នាំហើយនឹងខ្ញុំក៏មិនអាចជួយគាត់បានដែរតែជំងឺនេះជាជំងឺអ្វីទៅឆាប់ចេញពីផ្លូវរបស់ខ្ញុំភ្លាមទៅអ្នកទាំងពីរពិតជាធ្វើឲ្យពួកយើងជាពេទ្យខ្មាស់គេខ្លាំងណាស់អាទិទេពថ្នាំតើមានរឿងអីទៅ
ចម្លែកពិតជាចម្លែកខ្លាំងណាស់ជំនាញពេទ្យរបស់ខ្ញុំក៏មិនដែលបានជួបដែរខ្ញុំពិតជាមិនមានគំនិតអ្វីដើម្បីព្យាបាលគាត់ទេតើហេតុអ្វីទៅតើរឿងនេះកើតឡើងចំពោះកូនប្រុសរបស់ខ្ញុំបានដែររបៀបណាតើជំងឺនេះជាជំងឺប្រភេទអីទៅហេតុអ្វីបានជាសំបីតែពេទ្យទេវតាស្ដេចពេទ្យហើយនិងអភិទេពពេទ្យក៏មិនអាចមើលដឹងបានដែរកូនប្រុសហេតុអ្វីបានជាកូនគួរឲ្យអាណិតបែបនេះកូនកើតមកជាមួយនឹងទេពកោសល្យមិនគួរណាកូនមានជំងឺបែបនេះសោះតើមាននរណាផ្សេងទៀតដែលអាចជួយកូនប្រុសរបស់ខ្ញុំបានខ្ញុំសូមអង្វរអ្នកទាំងអស់គ្នាតារាណាគេអាចជួយខំប្រុសរបស់ខ្ញុំបានខ្ញុំសុខចិត្តប្រគល់អ្វីគ្រប់យ៉ាងទៅឲ្យគេក្រៅពីពួកយើងទាំង3នាក់មិនអាចព្យាបាលបានទៅគឺនៅមានតែមនុស្សម្នាក់ទេដែលអាចព្យាបាលគាត់បានតើគេជានរណា Dragon Mother ពេទ្យទេវតាតែអ្នកទាំងអស់គ្នាសំដៅទៅលើស្ដេចថ្នាំអាថ៌កំបាំងនោះតើមែនទេជាអ្នកដែលមានជំនាញជាច្រើនដូចជាហិរញ្ញវត្ថុកិច្ចការយោធាវិទ្យាសាស្ត្របច្ចេកវិទ្យាវិទ្យាសាស្ត្រហើយនិងការកំសាន្តក្បាច់គុណនិងវិជ្ជាជាច្រើនផ្សេងទៀតនោះមែនទេ The Dragon Mother គឺជាអ្នកបង្រួបបង្រួមនេះពិភពលោកតើមែនទេមែនហើយគ្មានអ្នកណាផ្សេងទៀតក្រៅពីគាត់នោះទេប៉ុន្តែខ្ញុំបានឮថានាងគឺគ្រាន់តែជារឿងនិទានតែប៉ុណ្ណោះហើយក៏គ្មានអ្នកណាម្នាក់ដែលបានឃើញនាងនោះទេខ្ញុំមិនដឹងថាតើនាងជាមនុស្សពិតឬក៏មិនពិតនោះទេតើខ្ញុំអាចទៅរកនាងនៅឯណាបានទៅនោះគឺជារឿងរបស់លោកស្រីបានហើយប្រសិនបើត្រូវជិតដីជ្រែកមេឃក៏ខ្ញុំត្រូវតែរកនាងឲ្យឃើញដែរជីនហ្វេងបាទលោកស្រីឆាប់ចេញបាញ់ជាទៅសមុទ្រទាំង4ភ្លាមធ្វើយ៉ាងម៉េចក៏ដោយត្រូវតែស្វែងរក Dragon Mother ឲ្យឃើញបាទលោកស្រីមិនចាំបាច់ស្វែងរកទៀតទេខ្ញុំនៅទីនេះហើយតើនាងគឺជានរណានាងគឺជាអ្នកបោះសម្រានតាមផ្លូវនាងបាននិយាយថានាងអាចព្យាបាលលោកប្រុសតូចបានថាម៉េចនាងអាចព្យាបាលកូនប្រុសរបស់ខ្ញុំបានតើមែនទេមែនហើយនាងនិយាយថានាងអាចព្យាបាលបានពិតជាគួរអស់សម្រេចណាស់តើអ្នកជឿនៅអ្វីដែលនាងនិយាយដែរតើមែនទេពិតមែនហើយប្រសិនបើអ្នកបោះសម្រាមតាមផ្លូវក៏អាចជួយព្យាបាលជំងឺបានដែរតើវាជាបណ្ឌិតដូចជាពួកយើងធ្វើអីទៅនាងគ្រាន់តែជាអ្នកបោះសម្រាមតាមផ្លូវនាងប្រកាសជាមនុស្សកុហកហើយកាលពី5000ឆ្នាំមុនពាក្យចៅបុរាណនិយាយថាគុំវាតម្លៃមនុស្សតែសម្បកក្រៅបើមិនដូច្នោះទេអ្នករៀបបីដូចជាមនុស្សពីការអញ្ចឹងដែរហើយមិនបានស្គាល់ពីទីកុសលរបស់គេដែលធ្វើឲ្យប៉ះពាល់ទៅដល់អនាគតមនុស្សជំនាន់ក្រោយពិតជាមិនគួរឲ្យជឿមែនអ្នកទាំងអស់គ្នាពិតជាមនុស្សខ្វាក់នេះគឺជាសោកនាដកម្មរបស់មនុស្សជាតិមែនបានហើយឈប់ធ្វើពុតនៅទីនេះទៀតទៅគ្រូសាហានគឺជាគ្រូសាដែលមានជាងគេបំផុតនៅទីក្រុងជាងតើអ្នកហ៊ានបោកប្រាស់ខ្ញុំដោយរបៀបណាតើនាងជឿអត់ថាខ្ញុំនឹងមិនផ្ដល់ឱកាសឲ្យអ្នកសំបីតែជាអ្នកសម្អាតសម្រាមតាមផ្លូវក៏បានដែរខ្ញុំគិតថានាងគ្រាន់តែជាមនុស្សស្រីម្នាក់ដែលចង់រៀបការជាមួយនឹងលោកប្រុសតូចនៃគ្រូសាហានចង់ឈួតហើយមើលទៅទីបំផុតខ្ញុំបានយកចិត្តណែដែលនាងចង់បានពីប្រកបហើយនាងពិតជាធ្វើឲ្យខ្ញុំខឹងខ្លាំងណាស់សន្តិសុខឆាប់បោះនាងចេញទៅក្រៅឲ្យខ្ញុំភ្លាមទៅចាំមួយផ្លែតឆេងហ្វេងតើឯងកំពុងចង់ធ្វើអីរាងកាយរបស់លោកប្រុសតូចកាន់តែខ្សោយទៅហើយវាជាបណ្ឌិតល្បីរបស់ពិភពលោកក៏គ្មានសង្ឃឹមក្នុងការជួយគាត់ដោយអ្នកអនាម័យម្នាក់នេះបាននិយាយថានាងអាចព្យាបាលបានខ្ញុំគិតថាយើងគួរតែផ្ដល់ឱកាសឲ្យនាងសាកល្បងទៅប្រសិនបើនាងជាមនុស្សកុហកវាក៏មិនទាន់យឺតពេកដែលយើងត្រូវចាត់ការជាមួយនឹងនាងនោះដែរអញ្ចឹងបានខ្ញុំនឹងផ្ដល់ឱកាសឲ្យនាងម្ដងចុះប្រសិនបើនាងមិនមានសមត្ថភាពនាងត្រូវតែដឹងពីផលវិបាកហើយមនុស្សនៅក្នុងលោកតែងតែពេញចិត្តជាមួយនឹងខ្ញុំហើយពួកគេតែងតែសូមឲ្យខ្ញុំជួយព្យាបាលជំងឺរបស់ពួកគេខ្ញុំគ្រាន់តែយល់ឃើញថាជីវិតរបស់អ្នកប្រុសហ៊ានមិនគួរណាខ្លីបែបនេះដោយសារតែកັບកិរិយារបស់អ្នកមិនល្អចំពោះខ្ញុំដូច្នេះខ្ញុំមិនព្យាបាលគេនោះទេអូពិតមែនហើយម្ចាស់តូចរបស់អ្នកគឺមានពេលវេលាខ្លីណាស់អញ្ចឹងមុនពេលដែលគេស្លាប់កុំភ្លេចប្រាប់គេផងថាខ្ញុំមិនត្រូវការទ្រព្យសម្បត្តិរបស់គេទេលោកប្រុសតូចរបស់ខ្ញុំគឺជាមនុស្សដែលល្អណាស់សូមអ្នកនាងជួយជីវិតរបស់អ្នកប្រុសតូចរបស់ខ្ញុំផងប្រសិនបើអ្នកអាចព្យាបាលគាត់បានខ្ញុំអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នកនាងបានមិនអីទេអញ្ចឹងខ្ញុំនឹងទៅមើលគេម្ដងទៀតពិភពលោកនេះកាន់តែអាក្រក់ទៅនៅពេលដែលសំបីតែអ្នកអញ្ញាម័យម្នាក់ក៏អាចព្យាបាលជំងឺបាននោះខ្ញុំបានឃើញមនុស្សពូកែកុហកជាច្រើនប៉ុន្តែខ្ញុំពិតជាមិនដែលឃើញមនុស្សដែលពូកែកុហកដូចជានាងពីមុនមកទេគ្រាន់តែជាអ្នកអញ្ញាម័យម្នាក់មានចំណេះដឹងអីទៅតែព្យាបាលជំងឺបែបនេះបាននោះពិតជាពូកែអួតមែនពិតជាពូកែធ្វើពុតមែនជីអាវខ្ញុំគិតថាខ្ញុំបានឃើញទេពអប្សរអ្នកប្រុសតូចជីអាវតើកូនមានបញ្ហាអីឯងហ៊ានសម្លាប់កូនរបស់យើងផងពិតមែនហើយឯងបានសម្លាប់អ្នកប្រុសហានហើយអ្នកធ្វើឲ្យខូចមន្តសការរបស់គ្រូពេទ្យហើយចាប់នាងយកទៅហើយកាត់នាងជាបំណែកភ្លាមទៅ
ខ្ញុំអាចជួយមនុស្សដែលអ្នកមិនអាចព្យាបាលបានអ្នកបែរជានិយាយថាខ្ញុំធ្វើឲ្យខូចមន្តសការរបស់គ្រូពេទ្យទៅវិញអ្នកនិយាយថាអ្នកបានព្យាបាលលោកប្រហានអ្នកកំពុងតែរកសេចក្តីស្លាប់ ហើយនៅចង់បញ្ឆោតពួកយើងថែមទៀតផងតើមែនទេ តើខ្ញុំកុហកអ្នកទាំងអស់គ្នានឹងតើមែនទេអ្នកទាំងអស់គ្នាអាចឆែកមើលជីពចររបស់គាត់ដោយខ្លួនឯងបាន ឯងនៅធ្វើពុតទៀតចាំមើលខ្ញុំនឹងបកស្វែកមុខខាងដែលរបៀបណាជីពចរដោយធម្មតាជំងឺរបស់លោកប្រហានពិតជាបានជាថាស្បាយហើយ នាងពិតជាអ្នកព្យាបាលកូនប្រុសរបស់ខ្ញុំបានពិតមែន អ្នកគ្រូពេទ្យតើវាជាការពិតមែនទេតើអ្នកប្រុសតូចពិតជាសះស្បើយហើយមែនទេ វាមិនអាចទៅរួចទេវាមិនអាចទៅរួចទេខ្ញុំត្រូវបានគេទទួលស្គាល់ថាជាពេទ្យទេតែតើអ្នកជំងឺមួយណាដែលខ្ញុំមិនអាចព្យាបាលបាននោះតើហេតុអ្វីបានជាអ្នកអនាម័យម្នាក់នេះអាចព្យាបាលជំងឺរបស់គាត់បានច្បាស់ជាអ្នកគ្រូពេទ្យและអតិទេពឆែកមើលមិនបានគ្រប់ជ្រុងជ្រោយហើយ អញ្ចឹងអ្នកមកពិនិត្យមក គាត់ពិតជាសះស្បើយមែនតើវាអាចទៅរួចបានដែររបៀបណាគាត់ពិតជាសះស្បើយពិតប្រាកដមែនបើទោះបីជាយើងទាំង3នាក់មិនអាចជួយគាត់បានតើនាងអាចព្យាបាលគាត់ត្រឹមតែជុលពីរបីបានដោយរបៀបណាតើនាងមានប្រវត្តិជាអ្វី ខ្ញុំមិនមានប្រវត្តិទៅរូបទេខ្ញុំគ្រាន់តែជាអ្នកអនាម័យម្នាក់ប៉ុណ្ណោះខ្ញុំទៅសិនហើយ